ตาเนี่ยรอคณีโรเนี่ยนะเยซูเนี่ยนาซาเรตគឺខ្ញុំនឹងហើយតើលោកជាអ្នកណាខ្ញុំមិនមែនជាព្រះគ្រីស្ទទេ ចុះលោកជានរណាវិញ ជាអេលីយ៉ាឬ មិនមែនខ្ញុំទេ តើលោកជាព្យាករណីនោះឬ ទេ តើលោកជានរណា ដើម្បីឲ្យពួកយើងបានផ្ដោតចម្លើយដល់អ្នកដែលចាត់ពួកយើងឲ្យមក តើលោកនិយាយអ្វីអំពីខ្លួនលោក ខ្ញុំជាសម្លេងមួយដែលស្រែកនៅទីរហោឋានថាចូលដំរងផ្លូវរបស់ព្រះអម្ចាស់ បើសិនលោកមិនមែនជាព្រះគ្រីស្ទឬអេលីយ៉ាឬព្យាករណីនោះទេចុះហេតុអ្វីបានលោកធ្វើពិធីជាមួយទឹក ខ្ញុំធ្វើពិធីជំនួយដោយទឹកប៉ុន្តែមានម្នាក់ឈរក្នុងចំណោមអ្នករាល់គ្នាដែលអ្នករាល់គ្នាមិនស្គាល់ជាម្នាក់ដែលនឹងមកក្រោយខ្ញុំដែលខ្ញុំមិនស័ក្តិសមនឹងស្រាយខ្សែស្បែកជើងរបស់លោកផង កូនឈាមនៃព្រះដែលយកបាបរបស់ពិភពលោកចេញគឺព្រះអង្គនេះហើយដែលខ្ញុំបានប្រាប់ថាម្នាក់ដែលនឹងមកក្រោយខ្ញុំហើយបានត្រឡប់ជាមុនខ្ញុំពីព្រោះព្រះអង្គបានគង់នៅមុនខ្ញុំ កាលពីមុនខ្ញុំមិនស្គាល់ព្រះអង្គទេប៉ុន្តែមូលហេតុដែលខ្ញុំមកធ្វើពិធីជាមួយដោយទឹកគឺដើម្បីឲ្យព្រះអង្គបានសម្ដែងដល់អ៊ីស្រាអែលខ្ញុំឃើញព្រះវិញ្ញាណយាងចុះមកពីលើមេឃដូចជាសត្វព្រាបហើយស្ថិតនៅលើព្រះអង្គកាលពីមុនខ្ញុំមិនបានស្គាល់ព្រះអង្គទេប៉ុន្តែព្រះអង្គដែលចាប់ឲ្យខ្ញុំមកធ្វើពិធីជាមួយដោយទឹកមានបន្ទូលនឹងខ្ញុំថា អ្នកឃើញព្រះវិញ្ញាណយាងចុះមកហើយសន្ធិដ្ឋលើអ្នកណាគឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធខ្ញុំបានឃើញក៏ធ្វើបន្តថាព្រះអង្គនេះហើយជាព្រះបុត្រារបស់ព្រះ មើលកូនឈាមនៃព្រះ តើពួកអ្នករកអ្វី រ៉ាប៊ី តើលោកគ្រូស្នាក់នៅឯណា នៅឯណា ចូលមកនោះអ្នកនឹងឃើញ អ
យករកព្រមដែរស៊ីឃើញហើយអ្នកគឺស៊ីម៉ូនគុនយូហានអ្នកនឹងត្រូវបានហៅថាគេផាសចូលមកតាមខ្ញុំគេគ្មានស្រាទំពាំងបាយជូរទេ ស្ត្រីហើយតើរឿងនេះជាអ្វីនឹងខ្ញុំហេតុយ៉ាងនេះពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ អ្វីក៏ដោយដែលលោកប្រាប់អ្នករាល់គ្នាចូលធ្វើចុះ ចូលចាក់ទឹកឲ្យពេញពីងទៅនេះចុះឥឡូវនេះចូលដួសយកទៅជូនអ្នកគ្រប់គ្រងពិធីចុះ មនុស្សគ្រប់គ្នាដាក់ស្រាទំពាំងបាយជូរល្អមុនហើយនៅពេលគេស្រវឹងទើបគេដាក់ស្រាទំពាំងបាយជូរដែលអន់ជាងរីឯអ្នកវិញអ្នកបានទុកស្រាទំពាំងបាយជូរល្អរហូតដល់ឥឡូវ អ
កុំធ្វើឲ្យដំណាក់របស់ព្រះបិតាខ្ញុំទៅជាផ្ទះលក់ដូរឡើយដែលអ្នកធ្វើការទាំងនេះតើអ្នកបង្ហាញទីសម្គាល់អ្វីដល់យើងចូលបំផ្លាញព្រះវិហារនេះចុះហើយក្នុង3ថ្ងៃខ្ញុំនឹងលើកឡើងវិញតើអ្នកនឹងលើកឡើងវិញក្នុង3ថ្ងៃឬព្រះវិហារនេះសាងសង់អស់46ឆ្នាំតើអ្នកចង់ជាឬទេលោកម្ចាស់នៅពេលដែលទឹកកម្រើកគ្មានអ្នកណាជួយដាក់ខ្ញុំទៅក្នុងស្រះទេហើយនៅពេលដែលខ្ញុំកំពុងទៅក៏មានអ្នកផ្សេងចោះទៅមុនខ្ញុំចូលក្រកឡើងយកកន្ទេលរបស់អ្នកហើយដើរទៅចុះថ្ងៃនោះជាថ្ងៃសម្បត្តិដូច្នេះអ្នកយកកន្ទេលរបស់អ្នកខុសច្បាប់ហើយអ្នកដែលធ្វើខ្ញុំជាប្រាប់ខ្ញុំថាចូលយកកន្ទេលរបស់អ្នកហើយដើរទៅចុះតើម្នាក់ដែលប្រាប់អ្នកថាយកកន្ទេលហើយដើរទៅជាអ្នកណាមើលអ្នកជាហើយកុំប្រព្រឹត្តបាបទៀតឡើយក្រែងលោមានការអាក្រក់ជាងនេះកាត់ឡើងដល់អ្នក
តើយើងទិញនំប៉័ងមកពីណាដើម្បីឲ្យអ្នកទាំងអស់នេះបានហូប នំប៉័ងអស់200ដេនារីក៏មិនល្មមឲ្យម្នាក់ទទួលបានបន្តិចបន្តួចផងនៅទីនេះមានក្មេងប្រុសម្នាក់ដែលមាននំប៉័ងស្រូវបាឡេ5និងត្រី2ប៉ុន្តែរបស់ទាំងនេះមានប្រយោជន៍អ្វីសម្រាប់មនុស្សច្រើនដូច្នេះ ចុះឲ្យមនុស្សទាំងអស់អង្គុយចុះ ចូលប្រមូលអំណាចដែលសេសសល់ដើម្បីកុំឲ្យបាត់អ្វីឡើយព្រះកតមែនខ្ញុំប្រាប់អ្នករាល់គ្នាថាប៉ុន្តែដោយសារបានហូបនំប៉័ងឆ្អែតប៉ុណ្ណោះអ្នករាល់គ្នារកខ្ញុំមិនមែនដោយសារបានឃើញទីសម្គាល់ទេកុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយផ្ទុយទៅវិញចូលធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កលជានិច្ចដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នាត្បិតព្រះបិតាដ៏ជាព្រះបានបោះត្រាលើកូនមនុស្សនេះហើយ តើយើងខ្ញុំត្រូវតែធ្វើអ្វីដើម្បីការងាររបស់ព្រះ នេះជាការងាររបស់ព្រះគឺឲ្យអ្នករាល់គ្នាជឿលើម្នាក់ដែលព្រះចាត់ឲ្យមក ចូលលោកធ្វើទីសម្គាល់អ្វីដើម្បីឲ្យយើងខ្ញុំឃើញហើយជួយលោកបាន តើលោកនឹងធ្វើអ្វី ដូនតារបស់ខ្ញុំបានហូបម៉ាណានៅទីរហោឋានដូចដែលមានសរសេរទុកមកថាព្រះអង្គបានប្រទាននំប៉័ងពីឋានសួគ៌ឲ្យពួកគេហូបប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាថាមិនមែនម៉ូសេទេដែលឲ្យនំប៉័ងពីឋានសួគ៌មកអ្នករាល់គ្នាគឺព្រះបិតារបស់ខ្ញុំវិញទេតាដែលប្រទាននំប៉័ងដ៏ពិតពីឋានសួគ៌មកអ្នករាល់គ្នាត្បិតនំប៉័ងរបស់ព្រះគឺជាម្នាក់ដែលចុះពីឋានសួគ៌ឲ្យផ្ដល់ជីវិតដល់មនុស្សលោកសូមឲ្យនំប៉័ងខ្ញុំផងខ្ញុំជានំប៉័ងនៃជីវិតអ្នកដែលមករកខ្ញុំមិនឃ្លានសោះឡើយហើយអ្នកដែលជឿលើខ្ញុំក៏មិនស្រេកទៀតដែរប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាឲ្យថាអ្នករាល់គ្នាបានឃើញខ្ញុំតែអ្នករាល់គ្នាមិនជឿទេអស់អ្នកដែលព្រះបិតាប្រទានឲ្យខ្ញុំនឹងមករកខ្ញុំពីព្រោះខ្ញុំបានចុះមកពីឋានសួគ៌មិនមែនដើម្បីប្រព្រឹត្តតាមបំណងចិត្តរបស់ខ្ញុំទេគឺដើម្បីប្រព្រឹត្តតាមបំណងព្រះハរតីរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះវិញនេះជាបំណងព្រះハរតីរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក
គឺកុំឲ្យបាត់បង់អស់អ្នកដែលព្រះអង្គបានប្រទានមកខ្ញុំប៉ុន្តែលើកពួកគេឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់នេះហើយជាបំណងព្រះハតីរបស់ព្រះបិតាខ្ញុំគឺឲ្យអស់អ្នកដែលឃើញព្រះបត្រាហើយជឿលើព្រះបត្រានោះមានជីវិតអស់កលជានិច្ចហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់ ពេលនោះ តើអ្នកនេះមិនមែនជាយេស៊ូវកូនរបស់យូសេបដែលយើងក៏ស្គាល់តែឪពុកចាំម្ដាយរបស់គាត់ទេឬម្ដេចក៏ឥឡូវគាត់និយាយថាខ្ញុំចុះមកពីឋានសួគ៌ គឺខ្ញុំជានំប៉័ងនៃជីវិតដូនតារបស់អ្នករាល់គ្នាបានហូបម៉ាណានៅទីរហោឋានប៉ុន្តែពួកគេបានស្លាប់ហើយនេះជានំប៉័ងដែលចុះមកពីឋានសួគ៌ដើម្បីឲ្យអ្នកណាដែលបានហូបនំប៉័ងនេះមិនស្លាប់ឡើយគឺខ្ញុំជានំប៉័ងដ៏រស់ដែលចុះមកពីឋានសួគ៌ប្រសិនបើអ្នកណាហូបនំប៉័ងនេះអ្នកនោះនឹងរស់ជារៀងរហូតនំប៉័ងដែលខ្ញុំនឹងឲ្យគឺជារូបសាច់របស់ខ្ញុំសម្រាប់ជីវិតរបស់មនុស្សលោក តើអ្នកនេះអាចឲ្យសាច់របស់ខ្លួនមកយើងហូបយ៉ាងដូចម្តេចបាន ប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាថាប្រសិនបើអ្នករាល់គ្នាមិនហូបសាច់របស់កូនមនុស្សនិងមិនផឹកឈាមរបស់លោកទេអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយអ្នកដែលហូបសាច់របស់ខ្ញុំនិងផឹកឈាមរបស់ខ្ញុំមានជីវិតអស់កលជានិច្ចហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់ពីព្រោះសាច់របស់ខ្ញុំជាអាហារដ៏ពិតហើយឈាមរបស់ខ្ញុំជាគ្រឿងផឹកដ៏ពិតអ្នកដែលហូបសាច់របស់ខ្ញុំនិងផឹកឈាមរបស់ខ្ញុំស្ថិតនៅក្នុងខ្ញុំហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរព្រះបិតាដែលមានបជនរស់បានចាត់ខ្ញុំឲ្យមកហើយខ្ញុំរស់ដោយសារតែព្រះបិតាយ៉ាងណាអ្នកដែលហូបខ្ញុំក៏នឹងរស់ដោយសារតែខ្ញុំយ៉ាងនោះដែរនេះជានំប៉័ងដែលចុះមកពីឋានសួគ៌មិនមែនដូចម៉ាណាដែលដូនតារបស់អ្នករាល់គ្នាបានហូបហើយស្លាប់នោះទេប៉ុន្តែអ្នកដែលហូបនំប៉័ងនេះនឹងរស់ជារៀងរហូតតើយ៉ាងណាទៅចុះបើអ្នករាល់គ្នាឃើញគោមនុស្សឡើងទៅកន្លែងដែលលោកនៅពីមុនវិញគឺព្រះវិញ្ញាណទេតាដែលផ្ដល់ជីវិតរីឯសាច់ឈាមវិញគ្មានប្រយោជន៍អ្វីឡើយពេលដែលខ្ញុំបានប្រាប់អ្នករាល់គ្នាគឺជាវិញ្ញាណនិងជាជីវិតប៉ុន្តែមានអ្នកខ្លះក្នុងអ្នករាល់គ្នាដែលមិនជឿហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាគ្មានអ្នកណាអាចមករកខ្ញុំបានឡើយលុះត្រាតែបានប្រទានឲ្យអ្នកនោះពីព្រះបិតាប៉ុណ្ណោះចុះអ្នកវិញអ្នករាល់គ្នាក៏មិនចង់ចាស់ចេញដែរមែនទេ ព្រះអង្គម្ចាស់អើយតើយើងខ្ញុំនឹងទៅរកនរណាព្រះអង្គទ្រង់មានព្រះបន្ទូលនៃជីវិតអស់កលជានិច្ចយើងខ្ញុំបានជឿហើយដឹងថាព្រះអង្គជាអង្គដ៏វិសុទ្ធនៃព្រះ តើខ្ញុំមិនបានជ្រើសរើសអ្នករាល់គ្នាទាំង12អ្នកទេឬប៉ុន្តែម្នាក់ក្នុងអ្នករាល់គ្នាជាមារ៉ាប៊ីគាត់កាត់មកកក់ភ្នែកដូចនេះតើនរណាបានប្រព្រឹត្តបាបអ្នកនេះឬឪពុកម្ដាយរបស់គាត់ មិនមែនអ្នកនេះបានប្រព្រឹត្តបាបទេហើយក៏មិនមែនឪពុកម្ដាយរបស់គាត់ដែរប៉ុន្តែដើម្បីឲ្យការងាររបស់ព្រះត្រូវបានសម្ដែងនៅក្នុងគាត់វិញយើងត្រូវតែធ្វើការងាររបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកពេលនៅថ្ងៃនៅឡើយយប់នឹងមកដល់ជាពេលដែលគ្មានអ្នកណាអាចធ្វើការបានទេ
ដរាបណាខ្ញុំនៅក្នុងពិភពលោកខ្ញុំជាពន្លឺនៃពិភពលោកចូលទៅលៀងក្នុងស្រះស៊ីឡោមចុះគឺអ្នកនេះហើយទេគាត់គ្រាន់តែដូចអ្នកនោះ គឺខ្ញុំនឹងហើយ តើអ្នកមើលឃើញយ៉ាងដូចម្ដេច មានម្នាក់ដែលគេហៅថាយេស៊ូបានធ្វើភក់លាបភ្នែករបស់ខ្ញុំរួចប្រាប់ខ្ញុំថាចូលទៅលាងនៅសាស៊ីឡុំចុះខ្ញុំក៏ទៅលាងហើយមើលឃើញ តើអ្នកនោះនៅឯណា ខ្ញុំមិនដឹងទេ លោកបានដាក់ភក់លើភ្នែករបស់ខ្ញុំរួចខ្ញុំលាងចេញហើយក៏មើលឃើញ ម្នាក់នោះមិនមែនមកពីព្រះទេពីព្រោះមិនរក្សាថ្ងៃសម្បត្តិតើម្នាក់ដែលជាមនុស្សបាបអាចធ្វើទីសម្គាល់បែបនេះយ៉ាងដូចម្តេចបានដោយនៅជាអ្នកបោកភ្នែករបស់អ្នកវ៉ាតើអ្នកនិយាយពីអ្នកនោះជាអ្នកណា លោកជាព្យាការី តើអ្នកនេះជាកូនរបស់ពួកអ្នកដែលពួកអ្នកនិយាយថាបានកាន់មកខ្វាត់ភ្នែកមែនទេចុះឥឡូវនេះតើអ្នកនេះបានមើលឃើញយ៉ាងដូចម្តេច យើងខ្ញុំដឹងថានេះជាកូនរបស់យើងខ្ញុំដែលកើតមកខ្វាក់ភ្នែកមែនប៉ុន្តែយើងខ្ញុំមិនដឹងទេថាឥឡូវនេះវាមើលឃើញយ៉ាងដូចម្តេចហើយក៏មិនដឹងថាអ្នកណាបានបើកភ្នែករបស់វាដែរ សូមសួរវាចុះវាពេញវ័យហើយវានឹងនិយាយដោយខ្លួនឯង ចូលថ្វាយសេរីរុងរឿងដល់ព្រះចុះអ្នកនោះជាមនុស្សបាប ខ្ញុំមិនដឹងថាតើលោកនោះជាមនុស្សបាបឬយ៉ាងណាទេខ្ញុំដឹងតែរឿងមួយគឺពីមុនខ្វាក់ភ្នែកប៉ុន្តែឥឡូវខ្ញុំមើលឃើញ តើអ្នកនោះធ្វើអ្វីដល់អ្នកតើអ្នកនោះបើកភ្នែករបស់អ្នកយ៉ាងដូចម្តេច ខ្ញុំប្រាប់អស់លោករួចហើយប៉ុន្តែអស់លោកមិនស្ដាប់ទេមិននេះក៏អស់លោកចង់ស្ដាប់ម្ដងទៀតមិនមែនអស់លោកក៏ចង់ធ្វើជាសិស្សរបស់លោកនោះដែរមែនទេ គឺអ្នកឯងហើយជាសិស្សរបស់អ្នកនោះរីឯយើងវិញជាសិស្សរបស់មូសេយើងដឹងថាព្រះមានបន្ទូលនឹងមូសេ
រីឯអ្នកនោះវិញយើងមិនដឹងថាមកពីណាទេ នេះជារឿងចម្លែកណាស់ដែលអស់លោកមិនដឹងថាលោកនោះមកពីណាប៉ុន្តែលោកបានបើកព្រះរបស់ខ្ញុំយើងរាល់គ្នាដឹងហើយថាព្រះមិនស្ដាប់មនុស្សបាបទេប៉ុន្តែប្រសិនបើមានអ្នកណាកោតខ្លាចព្រះហើយប្រព្រឹត្តតាមបំណងព្រះハរតីរបស់ព្រះអង្គទ្រង់ស្ដាប់អ្នកនោះតាំងពីដើមរៀបរាប់បណ្ដាលឮថាមានអ្នកណាបើកភ្នែករបស់មនុស្សដែលកើតមកខ្វាក់ភ្នែកឡើយប្រសិនបើលោកនោះមិនមែនមកពីព្រះទេលោកមិនអាចធ្វើអ្វីបានឡើយ អ្នកឯងបានកើតមកក្នុងបាបទាំងស្រុងហើយអ្នកឯងកំពុងបង្រៀនពួកយើងឬ តើអ្នកជួយលើកុំមនុស្សទេ លោកម្ចាស់តែគុំមនុស្សជាអ្នកណាដើម្បីឲ្យខ្ញុំបានជឿលើព្រះអង្គផង អ្នកធ្លាប់ឃើញព្រះអង្គហើយម្នាក់ដែលកំពុងនិយាយនឹងអ្នកគឺព្រះអង្គនឹងហើយ ព្រះអង្គម្ចាស់អើយទូបង្គំជឿហើយ ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីកាត់ទោសគឺអ្នកដែលមើលមិនឃើញបានមើលឃើញហើយឲ្យអ្នកដែលបានមើលឃើញត្រឡប់ជាខ្វាក់ភ្នែកវិញ មិនមែនយើងក៏ជាមនុស្សខ្វាក់ភ្នែកដែរមែនទេ ប្រសិនបើអ្នករាល់គ្នាជាមនុស្សខ្វាក់ភ្នែកម្លេះសមអ្នករាល់គ្នាគ្មានបាបទេប៉ុន្តែឥឡូវនេះអ្នករាល់គ្នាថាយើងមើលឃើញនោះបាបរបស់អ្នករាល់គ្នានៅតែមាន តើអ្នកទោះឲ្យពួកយើងភ័យអស់ដល់ពេលណាទៀតបើសិនអ្នកជាព្រះគ្រីស្ទមែនចូលប្រាប់ពួកយើងឲ្យច្បាស់មក ខ្ញុំប្រាប់អ្នករាល់គ្នាហើយប៉ុន្តែអ្នករាល់គ្នាមិនជឿខ្ញុំទេកិច្ចការដែលខ្ញុំធ្វើក្នុងព្រះនាមរបស់ព្រះបិតាខ្ញុំគឺការទាំងនោះហើយធ្វើបន្តអំពីខ្ញុំប៉ុន្តែអ្នករាល់គ្នាមិនជឿទេពីព្រោះអ្នករាល់គ្នាមិនមែនជាជាមរបស់ខ្ញុំជាមរបស់ខ្ញុំស្ដាប់សម្ដីរបស់ខ្ញុំហើយខ្ញុំក៏ស្គាល់ពួកវាដែរពួកវាមកតាមខ្ញុំហើយខ្ញុំផ្ដល់ជីវិតអស់កលជានិច្ចដល់ពួកវាដូច្នេះពួកវាមិនវិនិច្ឆ័យសោះឡើយគឺជារៀងរហូតគ្មានអ្នកណាអាចកញ្ឆោបពួកវាពីដៃរបស់ខ្ញុំបានឡើយព្រះបិតារបស់ខ្ញុំដែលប្រទានពួកវាមកខ្ញុំព្រះអង្គធំជាងអ្វីទាំងអស់ហើយគ្មានអ្នកណាអាចកញ្ឆោបពួកវាពីព្រះហស្ថរបស់ព្រះបិតាបានឡើយខ្ញុំនិងព្រះបិតាគឺអង្គមួយ ខ្ញុំបានបង្ហាញអ្នករាល់គ្នានៅការល្អជាច្រើនពីព្រះបិតាតើអ្នករាល់គ្នាគប់ដុំថ្មសម្រាប់ខ្ញុំដោយសារតែការមួយណា យើងគប់ដុំថ្មសម្រាប់អ្នកមិនមែនដោយសារតែការល្អទេគឺដោយសារតែការនិយាយប្រមាថព្រះពីព្រោះអ្នកជាមនុស្សប៉ុន្តែតាំងខ្លួនជាព្រះ នៅក្នុងក្រឹតវិន័យរបស់អ្នករាល់គ្នាតាមមិនមានសរសេរទុកមកថាយើងនិយាយថាអ្នករាល់គ្នាជាព្រះទេឬប្រសិនបើទុកព្រះអង្គហៅថាអ្នកទាំងអស់នោះថាព្រះគឺអ្នកដែលព្រះបន្ទូលរបស់ព្រះបានមកដល់ហើយបទគម្ពីរមិនអាចបោះបង់ចោលបានឡើយតើអ្នករាល់គ្នានិយាយនឹងអ្នកដែលព្រះបិតាបានញែកជាវិសុទ្ធហើយចាត់ឲ្យមកក្នុងពិភពលោកថាអ្នកនិយាយប្រមាថព្រះដោយសារខ្ញុំថាខ្ញុំជាព្រះបុត្រារបស់ព្រះឬប្រសិនបើខ្ញុំមិនធ្វើកិច្ចការរបស់ព្រះបិតាខ្ញុំទេកុំជឿខ្ញុំឡើយប៉ុន្តែប្រសិនបើខ្ញុំធ្វើទោះបីជាអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយក៏ចូលជឿកិច្ចការទាំងនោះចុះដើម្បីឲ្យអ្នករាល់គ្នាបានដឹងហើយយល់ថាព្រះបិតានៅក្នុងខ្ញុំហើយខ្ញុំក៏នៅក្នុងព្រះបិតាដែរ អ
រ៉ាប៊ីពួកយូដាទើបតែចង់គប់ដុំថ្មសម្រាប់លោកតើលោកទៅទីនោះម្ដងទៀតឬ តើនៅក្នុងមួយថ្ងៃมันមាន12ម៉ោងទេឬប្រសិនបើអ្នកណាដើរនៅពេលថ្ងៃដែលនោះមិនចំពប់ឡើយពីព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះប៉ុន្តែប្រសិនបើអ្នកណាដើរនៅពេលយប់អ្នកនោះចំពប់វិញពីព្រោះពន្លឺមិននៅក្នុងអ្នកនោះទេឡាសាមិត្តសម្លាញ់របស់យើងបានដេកលក់ហើយខ្ញុំនឹងទៅដាស់គាត់ ព្រះអង្គម្ចាស់ប្រសិនបើគាត់បានដេកលក់ហើយគាត់មកជាសះស្បើយមិនខាន ឡាសាស្លាប់ហើយខ្ញុំអរសប្បាយចំនួនអ្នករាល់គ្នាដែលខ្ញុំមិនបាននៅទីនោះដើម្បីអ្នករាល់គ្នាបានជឿមកយើងនាំគ្នាទៅរកគាត់ មកយើងនាំគ្នាទៅដែរដើម្បីស្លាប់ជាមួយព្រះអង្គ ព្រះអង្គម្ចាស់អើយប្រសិនបើព្រះអង្គបានគង់នៅទីនេះម្លេះសំប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេប៉ុន្តែទោះបីជាឥឡូវនេះក៏ដោយខ្ញុំម្ចាស់ដឹងថាអ្វីក៏ដោយដែលព្រះអង្គសូមពីព្រះនឹងប្រទានឲ្យព្រះអង្គ ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញ ខ្ញុំម្ចាស់ដឹងហើយថាឡាសានឹងរស់ឡើងវិញក្នុងការរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់ គឺខ្ញុំជាសេចក្តីរស់ឡើងវិញហើយជាជីវិតអ្នកដែលជឿលើខ្ញុំនឹងរស់ទោះបីជាអ្នកនោះស្លាប់ហើយក៏ដោយរីឯអស់អ្នកដែលនៅរស់ហើយជឿលើខ្ញុំមិនស្លាប់សោះឡើយគឺជារៀងរហូតតើនឹងជឿសេចក្តីនេះឬទេ ចាស់ព្រះអង្គម្ចាស់ខ្ញុំម្ចាស់ជឿហើយថាព្រះអង្គជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះជាព្រះអង្គដែលយាងមកក្នុងពិភពលោក លោកគ្រូមកដល់ហើយលោកហៅបងអូនឯង ព្រះអង្គម្ចាស់អើយប្រសិនបើព្រះអង្គបានគង់នៅទីនេះម្លេះសំប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ តើអ្នករាល់គ្នាដាក់ឡាសានៅឯណា ព្រះអង្គម្ចាស់អើយសូមអញ្ជើញមកមើលចុះ ចូលយកថ្មចេញ ព្រះអង្គម្ចាស់សពនេះធំក្លិនហើយពីព្រោះជាថ្ងៃទី4ហើយ តើខ្ញុំមិនបានប្រាប់នាងថាប្រសិនបើនាងជឿនាងនឹងឃើញសេរីរុងរឿងរបស់ព្រះទេឬ ព
ព្រះបិតាអើយទូបង្គំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គទ្រង់សន្តាប់ទូបង្គំដឹងរួចហើយថាព្រះអង្គទ្រង់សន្តាប់ទូបង្គំជានិច្ចប៉ុន្តែដោយសារតែហ្វូងមនុស្សដែលឈរនៅជុំវិញបានជាទូបង្គំទូលដូច្នេះដើម្បីឲ្យពួកគេជឿថាព្រះអង្គបានចាត់ទូបង្គំឲ្យមកឡាសាអើយចេញមកចូលស្រ័យគាត់ហើយឲ្យគាត់ទៅចុះពីព្រោះមនុស្សនេះកំពុងធ្វើទីសម្គាល់ជាច្រើនបើសិនបើយើងបណ្ដោយគាត់ដូច្នោះទៀតមនុស្សទាំងអស់នឹងជឿលើគាត់ហើយពួកជនជាតិរ៉ូម៉ាំងនឹងមកយកទាំងទឹកដីវិសុទ្ធទាំងប្រជាជាតិរបស់យើងអស់លោកមិនយល់អ្វីសោះក៏មិនពិចារណាដែរថាដែលមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជនហើយប្រជាជាតិទាំងមូលមិនវិនាសជាប្រយោជន៍ដល់អស់លោកមិនដេចក៏មិនលក់ប្រេងក្រអូបនេះ300 denarii ហើយចែកឲ្យអ្នកក្រវិញចូលបណ្ដោយនាងចុះនាងបានទុកប្រេងក្រអូបនេះសម្រាប់ថ្ងៃនៃការបញ្ចុះសពខ្ញុំជាការពិតអ្នករាល់គ្នាមានអ្នកក្រនៅជាមួយខ្លួនជានិច្ចប៉ុន្តែអ្នករាល់គ្នាមិនមានខ្ញុំជានិច្ចទេ
ឃើញទេពួកអ្នកមិនបានប្រយោជន៍អ្វីសោះ មើល ពិភពលោកនាំគ្នាទៅតាមអ្នកនោះអស់ហើយ ព្រះអង្គម្ចាស់តើព្រះអង្គនឹងលាងជើងរបស់ទូបង្គំឬ ឥឡូវនេះអ្នកមិនយល់ពីអ្វីដែលខ្ញុំកំពុងធ្វើទេប៉ុន្តែក្រោយពីការទាំងនោះអ្នកនឹងយល់ ព្រះអង្គលាងជើងរបស់ទូបង្គំមិនបានជាដាច់ខាតគឺជារៀងរហូត ប្រសិនបើខ្ញុំមិនលាងឲ្យអ្នកទេអ្នកគ្មានចំណាយជាមួយខ្ញុំឡើយ ព្រះអង្គម្ចាស់អើយសូមកុំលាងត្រឹមតែជើងទូបង្គំប៉ុណ្ណោះឡើយគឺសូមលាងទាំងដៃទាំងក្បាលផង អ្នកដែលងូតទឹកហើយក្រៅពីជើងមិនចាំបាច់លាងទេគឺបានស្អាតទាំងស្រុងហើយអ្នករាល់គ្នាបានស្អាតប៉ុន្តែមិនមែនទាំងអស់គ្នាទេ ត្បិតព្រះអង្គ តើអ្នករាល់គ្នាយល់អ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាឬទេអ្នករាល់គ្នាហៅខ្ញុំថាលោកគ្រូនិងព្រះអម្ចាស់អ្នករាល់គ្នានិយាយត្រូវពីព្រោះគឺខ្ញុំនឹងហើយដូច្នេះប្រសិនបើខ្ញុំជាព្រះអម្ចាស់និងជាគ្រូបានលាងជើងរបស់អ្នករាល់គ្នាអ្នករាល់គ្នាក៏គួរតែលាងជើងគ្នាទៅវិញទៅមកដែរពលគឺខ្ញុំបានទុកគំរូឲ្យអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាធ្វើដោយដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាដែរប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាថាបើបំរើមិនធំជាងចៅហ្វាយរបស់ខ្លួនទេហើយអ្នកដែលត្រូវគេចាត់ក៏មិនធំជាងអ្នកដែលចាត់ខ្លួនដែរដោយព្រោះអ្នករាល់គ្នាដឹងសេចក្តីទាំងនេះហើយប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមនោះអ្នករាល់គ្នាមានពរហើយខ្ញុំនិយាយមិនមែនអំពីអ្នកទាំងអស់គ្នាទេខ្ញុំស្គាល់អ្នកដែលខ្ញុំជ្រើសរើសហើយប៉ុន្តែនេះគឺដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេចដែរថាអ្នកដែលហូបនំប៉័ងរបស់ខ្ញុំបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំប្រាប់អ្នករាល់គ្នាពីឥឡូវនេះមុនការនោះកើតឡើងដើម្បីការណាការនោះកើតឡើងអ្នករាល់គ្នាបានជឿថាគឺខ្ញុំនឹងហើយជាព្រះអង្គនោះប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាថាអ្នកដែលទទួលអ្នកណាក៏ដោយដែលចាត់ខ្ញុំឲ្យទៅគឺទទួលខ្ញុំរីឯអ្នកដែលទទួលខ្ញុំគឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាថាមានម្នាក់ក្នុងអ្នករាល់គ្នានឹងក្បត់ខ្ញុំ
ឲ្យទូលសួរព្រះអង្គអំពីអ្នកដែលព្រះអង្គមានបន្ទូលនោះថាជានរណាព្រះអង្គតើជានរណាគឺអ្នកដែលខ្ញុំនឹងជ្រក់ដុំនំប៉័ងឲ្យទៅគាត់នោះគឺអ្នកនោះហើយអ្វីដែលអ្នកនឹងធ្វើចូលបញ្ញត្តិធ្វើចោះឥឡូវនេះគោមនុស្សទទួលការលើកដំកើងសេរីរុងរឿងហើយព្រះក៏ទទួលការលើកដំកើងសេរីរុងរឿងតាមរយៈកូនមនុស្សដែរប្រសិនបើព្រះទទួលការលើកដំកើងសេរីរុងរឿងតាមរយៈកូនមនុស្សព្រះក៏នឹងលើកដំកើងសេរីរុងរឿងដល់កូនមនុស្សតាមរយៈអង្គទ្រង់ដែរហើយព្រះអង្គនឹងលើកដំកើងសេរីរុងរឿងដល់កូនមនុស្សភ្លាមកូនរាល់គ្នាអើយខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេអ្នករាល់គ្នានឹងរកខ្ញុំហើយដូចដែលខ្ញុំបានប្រាប់ពួកយូដាយ៉ាងណាអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយខ្ញុំផ្ដល់សេចក្តីបង្គាប់ថ្មីដល់អ្នករាល់គ្នាគឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកដោយដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នាអ្នករាល់គ្នាក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរមនុស្សទាំងអស់នឹងដឹងថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារតែការនេះឯងព្រះអង្គម្ចាស់អើយតើព្រះអង្គយាងទៅឯណាកន្លែងដែលខ្ញុំទៅអ្នកមិនអាចទៅតាមខ្ញុំឥឡូវនេះបានទេប៉ុន្តែអ្នកនឹងទៅតាមនៅពេលក្រោយព្រះអង្គម្ចាស់អើយហេតុអ្វីបានជាទូបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះបានទូបង្គំនឹងលះបង់ជីវិតរបស់ទូបង្គំសម្រាប់ព្រះអង្គតើអ្នកនឹងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំឬប្រកាសមែនខ្ញុំប្រាប់អ្នកថាមន់នឹងមិនរងាវសោះឡើយរហូតតតែអ្នកបដិសេធខ្ញុំ3ដងតើអ្នករកគ្នារកអ្នកណាយេស៊ូអ្នកណាសារ៉េតគឺខ្ញុំនឹងហើយតើអ្នករកគ្នារកអ្នកណាយេស៊ូអ្នកណាសារ៉េតខ្ញុំប្រាប់អ្នករកគ្នាឲ្យថាគឺខ្ញុំនឹងហើយដូច្នេះប្រសិនបើអ្នករកគ្នារកខ្ញុំចូលឲ្យអ្នកទាំងនេះទៅចុះ
ចូលសោកដើរទៅក្នុងស្រោមវិញទៅតើមិនគួរឲ្យខ្ញុំផឹកពីពេញដែលព្រះបិតាបានប្រទានមកខ្ញុំទេឬ Hey! អ្នកឯងក៏មិនមែនជាម្នាក់ក្នុងពួកសិស្សរបស់អ្នកនោះដែរមែនទេ ខ្ញុំមិនមែនទេខ្ញុំបាននិយាយនឹងមនុស្សលោកដោយបើកចំហហើយខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំនិងក្នុងព្រះវិហារជាកន្លែងដែលជនជាតិយូដាទាំងអស់ប្រជុំគ្នាហើយគ្មានអ្វីដែលខ្ញុំនិយាយដោយសម្ងាត់ឡើយហេតុអ្វីបានជាលោកសួរខ្ញុំដូច្នេះចូលសួរពួកអ្នកដែលបានស្ដាប់អ្វីដែលខ្ញុំនិយាយនឹងពួកគេទៅអ្នកទាំងនោះដឹងអ្វីដែលខ្ញុំនិយាយហើយ តើអ្នកឯងឆ្លើយជាមួយនឹងបូជាចារយ៉ាងនេះឬ ប្រសិនបើខ្ញុំបាននិយាយមិនត្រឹមត្រូវចូលធ្វើបន្ទាល់អំពីពាក្យមិនត្រឹមត្រូវនោះមកប៉ុន្តែប្រសិនបើខ្ញុំនិយាយត្រឹមត្រូវវិញមិនដេចក៏វាខ្ញុំ ក៏មិនមែនជាម្នាក់ក្នុងពួកសិស្សរបស់អ្នកនោះដែរមែនទេ ខ្ញុំមិនមែនទេ តើខ្ញុំមិនបានឃើញអ្នកឯងនៅជាមួយអ្នកនោះនៅក្នុងសួនទេឬ មិនមែនទេ តើអ្នករកគ្នានាំមកនៅការជាប់ប្រកាន់អ្វីទាស់នឹងអ្នកនេះ ប្រសិនបើអ្នកនេះមិនបានប្រព្រឹត្តការអាក្រក់ទេម្លេះសមយើងមិនបានប្រគល់គាត់មកលោកឡើយ ចូលអ្នករកគ្នាយកគាត់ទៅកាត់ទោសតាមក្រឹតវិន័យរបស់អ្នករកគ្នាចើ គ្មានច្បាប់ឲ្យយើងខ្ញុំប្រហារជីវិតអ្នកណាម្នាក់ឡើយ តើអ្នកជាស្ដេចនៃជនជាតិយូដាឬ តើលោកនិយាយដូចនេះចេញពីខ្លួនលោកឬក៏មានអ្នកផ្សេងប្រាប់លោកអំពីខ្ញុំ តើខ្ញុំជាជនជាតិយូដាឬជនជាតិរបស់អ្នកផ្ទាល់និងពួកនាយកបូជាចារទីតើដែលប្រគល់អ្នកមកខ្ញុំតើអ្នកបានធ្វើអ្វី អាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ
ប្រសិនបើអាណាចក្ររបស់ខ្ញុំជារបស់ពិភពលោកនេះម្ល៉េះសំពួកអ្នកបម្រើរបស់ខ្ញុំបានតយុទ្ធដើម្បីកុំឲ្យខ្ញុំត្រូវបានគេប្រគល់ទៅឲ្យពួកជនជាតិយូដាឡើយប៉ុន្តែឥឡូវនេះអាណាចក្ររបស់ខ្ញុំមិនមែននៅទីនេះទេ អញ្ចឹងអ្នកជាស្ដេចអី គឺលោកទេតាដែលនិយាយថាខ្ញុំជាស្ដេចខ្ញុំបានកាត់មកដើម្បីការនេះហើយបានមកក្នុងពិភពលោកដើម្បីការនេះគឺដើម្បីធ្វើបន្តអំពីសេចក្តីពិតអស់អ្នកដែលជារបស់សេចក្តីពិតស្ដាប់សំឡេងរបស់ខ្ញុំ ហេតើសេចក្តីពិតជាអ្វី ខ្ញុំរកមិនឃើញទោសអ្វីក្នុងគាត់ឡើយប៉ុន្តែអ្នករាល់គ្នាមានទំនៀមទម្លាប់មួយគឺឲ្យខ្ញុំដោះលែងមនុស្សម្នាក់ដល់អ្នករាល់គ្នាក្នុងអំឡុងពេលបន់រំលងដូច្នេះតើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចនៃជនជាតិយូដាដល់អ្នករាល់គ្នាឬទេ មិនមែនអ្នកនេះទេគឺបារបាស់វិញបារបាស់វិញមិនមែនអ្នកនេះទេគឺបារបាស់វិញបារបាស់វិញ មើលខ្ញុំនាំអ្នកនេះចេញមកជួបអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំរកមិនឃើញទោសអ្វីក្នុងគាត់ឡើយមើលមនុស្សនឹងហើយឆ្កាងវាទៅឆ្កាងវាទៅឆ្កាងវាទៅឆ្កាងទៅវិញហើយឆ្កាងទៅឆ្កាងទៅឆ្កាងវាទៅឆ្កាងវាទៅវិញហើយឆ្កាងវាទៅឆ្កាងទៅឆ្កាងវាទៅវិញហើយឆ្កាងវាទៅវិញហើយឆ្កាងវាទៅឆ្កាងទៅឆ្កាងទៅវិញហើយឆ្កាងវាទៅវិញហើយឆ្កាងវាទៅឆ្កាងទៅឆ្កាងទៅវិញហើយចូលអ្នករកគ្នាយកគាត់ទៅឆ្កាងដោយខ្លួនឯងទៅ ព្រោះខ្ញុំរកមិនឃើញទោសក្នុងគាត់ឡើយ យើងខ្ញុំមានក្រឹតវិន័យហើយតាមក្រឹតវិន័យនោះអ្នកនោះគួរតែស្លាប់ពីព្រោះវាទាំងខ្លួនជាព្រះបន្តារបស់ព្រះ តើអ្នកមកពីណាតើអ្នកមិននិយាយនឹងខ្ញុំទេឬតើអ្នកមិនដឹងថាខ្ញុំមានសិទ្ធិអំណាចដោះលែងអ្នកនិងមានសិទ្ធិអំណាចឆ្កាងអ្នកទេឬ លោកគ្មានសិទ្ធិអំណាចលើខ្ញុំសោះឡើយលើកលែងតែបានប្រទានមកលោកពីខាងលើប៉ុណ្ណោះ ហេតុនេះហើយបានជាអ្នកដែលប្រគល់ខ្ញុំមកលោកមានបាបធ្ងន់ជាង ប្រសិនបើលោកដោះលែងអ្នកនេះលោកមិនមែនជាមិត្តរបស់សេសាទេ អស់អ្នកដែលតាំងខ្លួនជាស្ដេចគឺប្រឆាំងនឹងសេសា
មើលស្ដេចរបស់អ្នករាល់គ្នា ឆ្កាងវាទៅឆ្កាងវាទៅឆ្កាងវាទៅ ឆ្កាងទៅ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 ឆ្កាងវាទៅ ឆ្កាងវាទៅ ឆ្កាងទៅ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 ឆ្កាងវាទៅ តើឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ ក្រៅពីសេសាយើងគ្មានស្ដេចឡើយ សូមគុំសរសេរថាស្ដេចនៃជនជាតិយូដាប៉ុន្តែសូមសរសេរថាអ្នកនេះនិយាយថាខ្ញុំជាសាសនៃជនជាតិយូដាវិញ អ្វីដែលខ្ញុំបានសរសេរខ្ញុំបានសរសេរហើយ ស្ត្រីអើយមើលកូនរបស់អ្នកមើលម្ដាយរបស់អ្នក ខ្ញុំស្រែក សម្រាប់ហើយ អ
គេយកព្រះអង្គម្ចាស់ចេញពីរោងភ្នូហើយយើងមិនដឹងថាគេដាក់ព្រះអង្គនៅឯណាទេស្ត្រីអើយហេតុអីបានជានាងយំតើនាងរស់នៅណាលោកម្ចាស់ប្រសិនបើលោកបានយកម្នាក់នោះទៅសូមប្រាប់ខ្ញុំថាលោកដាក់គាត់នៅណាផងខ្ញុំនឹងយកគាត់មកវិញម៉ារីរ៉ាបូនីកំប៉ោះខ្ញុំពីព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះបិតានៅឡើយទេចូលនាងទៅរកបងប្អូនរបស់ខ្ញុំឲ្យប្រាប់ពួកគេថាខ្ញុំនឹងឡើងទៅឯព្រះបិតារបស់ខ្ញុំដែលជាព្រះបិតារបស់អ្នករាល់គ្នាគឺទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរលុះត្រាតែខ្ញុំបានឃើញស្នាមដីគោលនៅលើព្រះហស្ថរបស់ព្រះអង្គហើយបានដាក់ម្រាមដៃរបស់ខ្ញុំទៅក្នុងស្នាមដីគោលនោះខ្ញុំមិនជឿជាដាច់ខាតសូមឲ្យមានសេចក្តីសុខសាន្តដល់អ្នករាល់គ្នាចូលយកម្រាមដៃរបស់អ្នកមកទីនេះហើយមើលដៃរបស់ខ្ញុំចុះចូលយកដៃរបស់អ្នកមកដាក់ក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះកុំឥតជំនឿឡើយប៉ុន្តែចូលជឿវិញព្រះអម្ចាស់របស់ទូបង្គំព្រះរបស់ទូបង្គំតើអ្នកជឿដោយសារឃើញខ្ញុំឬ
មានពោហើយអ្នកដែលជឿដោយមិនឃើញកូនរាល់គ្នាអើយកូនគ្មានត្រីទេមែនទេ គ្មានទេ ចូលទម្លាក់អួនទៅខាងស្ដាំទូកនោះនឹងបានត្រី គឺព្រះអង្គចាស់ហើយ ចូលយកត្រីខ្លះដែលទើបតែចាប់បានមកមកហូបចុះស៊ីម៉ូនកូនយូហានអើយតើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬទេ បាទព្រះអង្គម្ចាស់ព្រះអង្គជ្រាបហើយថាទូបង្គំចូលចិត្តព្រះអង្គណាស់ ចូលចិញ្ចឹមកូនជៀមរបស់ខ្ញុំចុះស៊ីម៉ូនកូនយូហានអើយតើអ្នកស្រឡាញ់ខ្ញុំឬទេ បាទព្រះអង្គម្ចាស់ព្រះអង្គជ្រាបហើយថាទូបង្គំចូលចិត្តព្រះអង្គណាស់ ចូលខ្វាជៀមរបស់ខ្ញុំចុះស៊ីម៉ូនកូនយូហានអើយតើអ្នកចូលចិត្តខ្ញុំឬទេ ព្រះអង្គម្ចាស់អើយព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយព្រះអង្គជ្រាបថាទូបង្គំចូលចិត្តព្រះអង្គណាស់ ចូលចិញ្ចឹមជៀមរបស់ខ្ញុំចុះប្រកាសមែនខ្ញុំប្រាប់អ្នកថាពេលអ្នកនៅក្មេងអ្នកក្រវ៉ាត់ដោយខ្លួនឯងហើយដើរទៅកន្លែងដែលអ្នកចង់ទៅប៉ុន្តែពេលអ្នកចាស់ទៅអ្នកនឹងលាតដៃរបស់អ្នកហើយអ្នកផ្សេងនឹងក្រវ៉ាត់ឲ្យអ្នករួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅចូលមកតាមខ្ញុំចុះព្រះម្ចាស់អើយចុះអ្នកនោះដូចម្ដេចដែរ
ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះនៅរហូតដល់ពេលខ្ញុំមកតើជាអ្វីនឹងអ្នកចូលអ្នកមកតាមខ្ញុំចុះ